ជីវិតត្រូវតែតស៊ូទោះបីហត់នឿយក៏មិនរអ៊ូមានជីវិតត្រូវចេះតស៊ូខ្ញុំបានចាំមិនដាំលោកគ្រូគាត់បានប្រាប់ខ្ញុំថាអត់ជំរឿនច្បងជាគំរូបើសិនយើងដើរខំវាច្បាស់ណាស់នឹងធ្លាក់ចូលលូនឹកដល់គុណអ្នកគ្រូតែបង្ហាញគោលដៅនឹកដល់គុណអ្នកគ្រូអោខ្ញុំដើរសំដៅអោខ្ញុំដើរមួយចូលជឿរឿងផ្លូវត្រូវលោកខាត់សមត្ថភាពអត់ខ្លាំងពីភាពងងខ្លៅអង្គុយរៀននៅក្នុងថ្នាក់តែស្ដាប់គ្រូបញ្យល់ពេលខ្លះគេថាអោខ្ញុំដើរអារម្មណ៍អោយមានចម្ងល់អត់ធ្វើសន្សុកមួយខែប្រាក់ខែតិចតួចតែអាចដោះតល់ពេលនេះខ្ញុំចេញក្រៅសុខទឹកខ្ញុំបានដឹងខ្ញុំបានយល់ខ្ញុំដើរមកដល់ចំណុចនេះគ្មានរឿងអ្វីដែលអោខ្ញុំខ្វល់ជីវិតពិតជាលំបាកតែខ្ញុំមិនធ្វើជាជនកំសាសមត្ថភាពខ្ញុំមានរួចហើយមកដល់ពេលនេះទើបខ្ញុំហ៊ានសារកិច្ចការមានច្រើនបំណែកខ្ញុំចេះបែកចែកតែពិបាកលោកពុកព្រោះតែខ្ញុំថាខំរៀនទៅកូនប្រឹងឲ្យចប់ផ្នើពុកស៊ូព្រោះដើម្បីកូនខំសន្សំលុយតាំងពីមួយកាអនាគតកូននឹងជោគជ័យត្រូវមានវិន័យហើយចេះអៀនខ្មាទីមុនទីមើងងាយណាស់ថាខ្ញុំអ្នកក្រជាទីតោកយ៉ាបន្តដែលស្រមៃដែលខ្ញុំបានគិតវាទុកពីមុនជីវិតជាអមរៃខំប្រឹងតស៊ូពេលខ្លះចុងគ្រុនរត់លាក់ខ្លួនក្រយ៉ាងណាតែចិត្តរបស់ខ្ញុំមិនចេះលុបលុនចង់ខ្លាចជាកអ្វីទៅរៀនខ្លួនឯងចង់ជានិពន្ធបន្ទុកខ្ញុំមានច្រើនណាស់ការងារមិនទាន់ច្បាស់អំណត់អត់ធន់ម្នាក់ឯងគិតគូរគ្រប់សពធ្វើឲ្យរាងកាយខ្ញុំមានឡើងធ្ងន់អូត្រូវតែតស៊ូទោះបីហត់នឿយក៏មិនរអ៊ូមានជីវិតត្រូវចេះតស៊ូខ្ញុំបានចាំមិនដាំលោកគ្រូគាត់បានប្រាប់ខ្ញុំថាអត់ជំរឿនច្បងជាគំរូបើសិនយើងដើរខំវាច្បាស់ណាស់នឹងធ្លាក់ចូលលូ